ជាដំបងខ្ញុំបានស៊ីមតនាសូមរំលឹកកាយគ្រប់ជំរាបសួរដល់លោកគ្រូហើយនឹងសួស្តីដល់អ្នកទាំងអស់គ្នាដែលបានទស្សនានៅក្នុងវីដេអូមួយនេះថ្ងៃនេះសមាជិករបស់យើងខ្ញុំដែលមានចំនួន4នាក់បាននាំមកនៅ project នេះនោះដែលយើងបានធ្វើនឹងសិក្សារយៈពេលប្រហែលខែមកនេះដើម្បីមកបង្ហាញដល់លោកគ្រូហើយនឹងអ្នកទាំងអស់គ្នាដើម្បីទស្សនាអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមលោកគ្រូហើយនឹងអ្នកទាំងអស់គ្នាទៅទស្សនានៅក្នុងការ demo project ជាមួយខ្ញុំបាទដូចតទៅជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះយើងសុគ្រីហើយខ្ញុំនឹងនិយាយចំណុចរបស់ខ្ញុំគឺ reliability នៅក្នុងចំណុចនេះគឺយើងប្រើ uptime ទៅក្នុង server ដើម្បីបង្ហាញអំពីស្ថិរភាពហើយដំណើរការរបស់វាគឺនៅពេលដែលគ្មានបញ្ហា error កើតឡើងនោះមានន័យថាការ config ផ្សេងៗរបស់ទៀតរបស់យើងហ្នឹងគឺមានភាពរឹងមាំខ្លាំងបន្តមកគឺប្រើប្រាស់ command last reboot ដើម្បីចង់ដឹងអំពីថ្ងៃខែនិងរយៈពេលដែលម៉ាស៊ីនដំណើរការមុនពេលត្រូវបាន reboot ការប្រើប្រាស់ system else ដើម្បីធានាថា server ដំណើរការបាន 100% និងគ្មាន service ណាមួយជាប់គាំងយើងប្រើវាគឺដើម្បីឲ្យ service ទាំងអស់គឺ active គ្មានការ error បន្តមកគឺយើងប្រើ system CTL starter locker គឺដើម្បីឆែកមើល Docker បន្តមកគឺយើងប្រើប្រាស់ command Docker ps គឺដើម្បីឆែកមើលនៅ containerការប្រើប្រាស់ command Docker stack គឺដើម្បីពិនិត្យមើលCPU ហើយ RAM របស់ container នីមួយៗបន្តមកយើងប្រើ command system stack cron ដើម្បីពិនិត្យមើលសេវាកម្មរបស់វាដែលកំពុងដំណើរការដល់លោកគ្រូនេះជា command cron មួយទៀតដែលជាវិធីសាស្ត្រល្អដើម្បីតាមដាននៅសកម្មភាពរបស់ cron ពេលបច្ចុប្បន្នវាបង្ហាញរាល់ពេល cron ត្រូវបាន trigger ឬចាប់ផ្ដើមដំណើរការនេះជា port ទាំងអស់ដែលវាកំពុងតែដំណើរការប្រើ command junior ctl.s គឺដើម្បីមើលសុខភាពរបស់ server បើសិនបើមាន error ណាមួយយើងអាចដោះស្រាយវាទាន់ពេលវេលាបន្តមកគឺយើងចូលមកដល់ចំណុច system មួយទៀតគឺ traffic យើងប្រើវាគឺដើម្បីដឹងអំពីទិន្នន័យចាញ់ចូលហើយកម្មវិធីណាដែលប្រើអ៊ីនធឺណិតខ្លាំងនឹងទាញយកខុសធម្មតាយើងប្រើ command ip.link ហ្នឹងគឺដើម្បីឆែកមើលអំពីទិន្នន័យនៃការចាញ់ចូល
Ok, chẳng system bắt đầu bởi dưỡng cứ dânធ្វើទៅលើ recovery អញ្ចឹង recovery យើងធ្វើ check ទៅលើ backup ឯកសារ mail និង database មុននឹងថ្ងៃ recovery បានយើងត្រូវមាន backup មុនសិនហើយពិនិត្យទៅលើ file ដូចជា check backup file របស់ email check មើល file backup របស់ database ហើយយើងអាច check មើល partition disk recovery check បានពេលខ្លះប្រព័ន្ធអាចដំណើរការបានតែស្ទើរតែមាន file system មានបញ្ហាចុះយើងអាច check មើលស្ថានភាពរបស់ disk បានទៀតអូខេអញ្ចឹងនេះយើងបានមើលមកមាន disk មាន part មានបែបផ្សេងគឺយើងអាចឆែកមើលបានបែបនេះហើយបន្តមកទៀតនេះយើងមើលទៅលើ login recovery អញ្ចឹងរាល់ការ login ផ្សេងៗវានឹងបង្ហាញនៅក្នុង keyword មួយនេះ command មួយនេះវានឹងបង្ហាញនៅការ login របស់យើង recovery login របស់យើងតាំងពីដើមមករហូតដល់ពេលនេះអូខេឃើញថាការ login របស់យើងគឺច្រើនមែនទែនបាន recall មកវិញ recovery មកវិញអស់ហើយចុងក្រោយគេយើង check មើល backup file backup ចេញពី email និង database របស់យើងមកវិញ system បន្ទាប់របស់យើងគឺធ្វើនៅលើ remote control ដើម្បីឆែកមើលស្ថានភាព status ច្រកចេញចូល remote access ឆែកមើលណាគេខ្លះចូល remote នៅក្នុង live session មានបញ្ហាអីអត់ហើយនឹងឆែកមើល port SSH ឆែកមើលប្រវត្តិនៃការ remote ចូលឆែកមើល login remote access ជាដើមហើយមានឆែកមើល firewall និងជាមួយនឹង remote access របស់យើងKO ដល់ណាដល់ណីបាត់ហើយ SSHD ហ្នឹងគឺប្រើសម្រាប់ឆែកមើលច្រកទ្វារ remote access របស់យើងចំពោះ who គឺប្រើសម្រាប់បង្ហាញឈ្មោះ user ប្រភេទការភ្ជាប់និង IP address អ្នកដែលបានចូល remote និងចំពោះ W គឺប្រើសម្រាប់លម្អិតថា who ហ្នឹងព័ត៌មានរបស់គាត់បង្ហាញទាំងសកម្មភាពនិងអ្វីដែលគាត់កំពុងធ្វើនិងរយៈពេលដែលគាត់បានចូលមក remote និង last head /n10 ហ្នឹងគឺសម្រាប់មើលប្រវត្តិដែលជោគជ័យធ្លាប់ចូល remote អូខេសូម clear តិចអូខេអញ្ចឹង studio head ដូចគ្នា last head ដូចគ្នាគឺយើងឆែកនៅលើអបរាជ័យវិញម្ដងអូខេអញ្ចឹង remote ណាដែលចូលមកបរាជ័យនឹងបង្ហាញនៅលើនេះអូខេបន្តមកទៀតយើងឆែកមើលប្រវត្តិ login យើងប្រើ sudo tel/f var log secure អញ្ចឹងវានឹងបង្ហាញនៅប្រវត្តិ login ទាំងអស់ហើយនឹងចុងក្រោយគេគឺយើងឆែកទៅលើ firewall របស់វាអូខេអញ្ចឹងចូលដល់ system មួយទៀតនោះគឺ security អញ្ចឹង security របស់យើងមានឆែកទៅមើលលើ firewall របស់វាអញ្ចឹងគឺយើងចង់កំណត់ port ណាខ្លះដែលអាចអនុញ្ញាតឲ្យចូលហើយបើក port ណាខ្លះដែលចាំបាច់ប៉ុណ្ណោះសម្រាប់ឲ្យចូលពិនិត្យមើល security service មើល SSH HTTP អីជាដើមអញ្ចឹងទី1នោះគឺយើងធ្វើការ check up គឺប្រើ sudo firewall cmd list all អញ្ចឹងនេះវានឹងបង្ហាញ list អញ្ចឹងវានឹងពិនិត្យមើល list របស់ហ្នឹងមាន service ដូច SSH HTTP HTTPS ជាដើមប្រសិនបើមានអីឃើញប្លែកវានឹងបង្ហាញថាមានហានិភ័យអញ្ចឹងយើង all green អូខេហើយចំពោះ command line getting force គឺប្រើសម្រាប់ឆែកមើលSE Linux Security Enhanced Linux គឺស្ទប់ការពារបន្ថែមទៀតគ្រប់គ្រងទិន្នន័យរបស់កម្មវិធីនីមួយៗសម្រាប់ mail server វាស្ថិតនៅក្នុងស្ថានភាព enforcing បើសិនបើជាមានបញ្ហាវានឹង load disable
អូខេអញ្ចឹងចូលដល់ comment បន្តរបស់យើងគឺ sudo last stdb head /n 20ហ្នឹងគឺប្រើសម្រាប់ឆែកមើលការចូលប្រើប្រាស់ខុសច្បាប់ fail login អញ្ចឹងគឺពិនិត្យមើលតើណាខ្លះព្យាយាមចូលទាមទារ password ដើម្បីម៉ាស៊ីនរបស់យើងណាអញ្ចឹងបើសិនបើ IP address ណាប្លែកៗវានឹងព្យាយាមចូលច្រើនដងហើយគួរតែតម្លាកម្មវិធី fail to ban ដើម្បី block IP ទៅនោះចោលទៅអូខេចូលដល់មួយទៀតនោះគឺ studio defend check update នេះគឺប្រើសម្រាប់យើងប្រើកម្មវិធីចាស់ version ចាស់ងាយនឹងត្រូវគេ hack អញ្ចឹង check ឡើងដើម្បី update security របស់វាឡើងវិញអូខេអញ្ចឹងយើង check មកវា update available ហើយ Studio Cat នេះគឺប្រើសម្រាប់ check មើល user ដែលមានសិទ្ធិខ្ពស់ឬគឺ root privilege ដើម្បីប្រកាសថាគាត់អ្នកណាខ្លះអាចប្រើ sudo នឹងបានណាអូខេអញ្ចឹងគឺ all អូខេហើយនឹង awk/f លក្ខខណ្ឌរបស់យើងគឺប្រើសម្រាប់ raw user ណាដែល UID របស់គាត់ស្មើ0ណាហើយនឹង command line sudo fail to bin ហ្នឹងគឺប្រើសម្រាប់ជួយការពារវាបង្ហាញអំពី brute force អ្នកដែលអាចឆែក block IP address បានហើយនឹងចុងក្រោយគេគឺយើងប្រើ sudo fail/f và log secure ហ្នឹងគឺប្រើសម្រាប់រាល់សកម្មភាព secure ទាំងអស់គឺត្រូវបានកត់ត្រាក្នុង file ហ្នឹងណាអញ្ចឹងយើងអាចខ្ញុំបាទស៊ីមតនាសូមនិយាយពីបញ្ហាទៅលើ web server នៅក្នុង Linux របស់យើងហើយជាដំបូងយើងប្រើពាក្យបញ្ជា System 1 Setter ATP ដើម្បីបញ្ជាក់ថាសេវាកម្ម API នឹងកំពុងដំណើរការហើយនៅហើយបន្តមកទៀតយើងចង់ដឹងថាតើមាន port ណាខ្លះដែលកំពុងប្រើប្រាស់យើងប្រើ SS stub រួមដើម្បីជាមួយ grab ដើម្បីឆែកមើលថា port 80សម្រាប់ ATP និង port 443សម្រាប់ ATPS នៅទីនោះយើងឃើញ API កំពុងកាន់កាប់ port 80ក្នុងករណីនេះយើងមិនដឹងថា log គឺជាសំខាន់បំផុតយើងប្រើពាក្យបញ្ជា tel.f នៅលើ file error log ដើម្បីតាមដានរាល់កំហុសដែលកើតឡើងក្នុងពេល real time ណាមួយនេះជួយយើងដល់ពីបញ្ហាបច្ចេកទេសភ្លាមៗឥឡូវយើងចូលមើលក្នុង folder ដែលកន្លែងទុក file របស់ project របស់យើងនឹងប្រើ ls1 ដើម្បីមើលបញ្ជា file និងសិទ្ធិប្រើប្រាស់ permission របស់វានឹងហើយយើងត្រូវកំណត់មើលថា configuration របស់ API ប៉ុន្តែfile មិនទាន់ត្រូវបានបង្កើតឡើយក្រោយពីយើងមើលថា PHP model មកយល់ចំទៅមកយល់របស់យើងដែលចាប់បាច់ដូចជា MySQL MB string និង XML ដែលប្រាប់ពាក្យបញ្ជា PHP.m ដើម្បីធានាថា web email អាចដំណើរការបានជាចុងក្រោយយើងប្រើ course1 ដើម្បីតេស្តមើលចម្លើយពី website លទ្ធផលបង្ហាញថា HTTP វាពិតជាដំណើរការមកអញ្ចឹង web server របស់យើងដំណើរការក៏បានរៀបចំរួចទៅតាមនោះដែរឥឡូវយើងមកចូលចំណុចបន្តរបស់យើងមកសិក្សាទៅលើការគ្រប់គ្រង storage នៅក្នុង Linux របស់យើងដំបូងបំផុតដឹងពីទំហំ storage សរុបរបស់យើងហ្នឹងដោយយើងប្រើ command line df.h វាគឺជា command សម្រាប់ឲ្យយើងបានដឹងថាតើ storage ណាដែលយើងប្រើប្រាស់រួចហើយហើយ storage មួយណាដែលវាធានាសម្រាប់ partition នីមួយៗនេះវានឹងបានច្បាស់លាស់ហ្មងបន្តមកប្រសិនបើយើងចង់ដឹងថា folder ណាខ្លះដែលវាស៊ីទំហំ C storage យើងប្រើ sudo do.sh ឧទាហរណ៍ថាយើងឆែកទៅលើ MySQL ដើម្បីដឹងថាទំហំ database មួយណាអញ្ចឹងយើងអាចឆែកបានហើយក៏យើងអាចឆែកវានៅក្នុង log file របស់យើងដើម្បីដឹងពី storage log file របស់យើងនឹងបានដែរហើយវិធីសាស្ត្របែបនេះវាងាយស្រួលនៅក្នុងការសម្អាតមានថាវាងាយស្រួលក្នុងការសម្អាតនៅពេលដែល storage របស់យើងនឹងវាពេញអញ្ចឹងយើងអាច clear វាដោយមិនសូវជាមានវិធីស្មាស់សុខស្មានទេអានេះគឺជាឯកសារបន្ថែមទៀតដែលខ្ញុំ research ហើយបន្ទាប់មកបើសិនបើយើងចង់ដឹងថាតើ folder ណាខ្លះដែលវាមាន storage បែបមួយទៀតក៏យើងអាចឆែកបានតាមវិធីសាស្ត្រហ្នឹងដែរគ្រាន់តែយើងចូលទៅកាន់storage មួយហ្នឹងទៅយើងអាចឆែកបានហើយបន្តចំណុចមកទៀតយើងមកមើល disk វិញម្ដងអញ្ចឹងយើងដឹងថាប្រើ command line lsbk ហ្នឹងយើងនឹងឃើញបតារាយមួយឈ្មោះមានដូចជា name 1 អីហ្នឹងនឹងតើតើ partition របស់វាលើពីនេះទៀតក៏យើងអាចប្រើពាក្យ command vgs និង lvs ដើម្បីពិនិត្យមើល volume group និង logical group ដែលយើងបានរៀបចំ
ជាមួយ system LVM របស់យើងនឹងផងដែរចុងក្រោយយើងក៏ប្រើ command find រួមជាមួយនឹង WC1 ដើម្បីរាប់ចំនួន file ក្នុង folder របស់យើងវិធីសាស្ត្រមួយនេះសម្រាប់ចំណុចបន្ទាប់ទៀតគឺយើងមើលទៅលើ database វិញម្ដងដើម្បីដែលថា MariaDB របស់ server យើងនឹងកំពុងដំណើរការឬអត់យើងប្រើ command state1 status MariaDB យើងអាចដឹងពី service របស់វានឹងកំពុង active running អត់ដើម្បីឲ្យច្បាស់ថា database អាចភ្ជាប់ទៅកាន់ web server បានត្រឹមត្រូវមើល port របស់វាអញ្ចឹងយើងប្រើ command sudo ss tools class 3306យើងឆែក port 3306ហ្នឹងគឺជា port standard របស់ MariaDB និង MySQL របស់យើងហើយប្រសិនបើឃើញ listen មានថាវាត្រឹមត្រូវតើ database របស់យើងនឹងវាមាន storage ប្រមាណ C ទំហំ storage នឹងប្រមាណយើងអាចឆែកមើលនៅក្នុង folder តែទៅនឹងការឆែក storage របស់យើងឆែកនៅក្នុង whitelist MySQL ដោយប្រើពាក្យបញ្ជា do.sh ការដឹងពី storage ជួយឲ្យយើងងាយស្រួលក្នុងការ maintenance ទៅលើ storage នៅថ្ងៃក្រោយទៀតហើយចំណុចបន្តទៀតយើងនិយាយប្រសិនថា database មានបញ្ហាយើងមើល log យើងត្រូវមើល log របស់វាអញ្ចឹងយើងប្រើ tel.n50 ពេលថាយើងមើល log នៅក្នុងរហូតដល់ MariaDB របស់យើងមានថា MariaDB .log របស់យើងហ្នឹងដើម្បីឆែកមើលពីបញ្ហា50ចុងក្រោយរបស់យើងហ្នឹងហើយថាព្រឹត្តិការណ៍50ចុងក្រោយនៅទីនេះយើងក៏ឃើញរាល់សកម្មភាពចាប់តាំងពីយើង start រហូតដល់យើងបញ្ចប់មានថាតាំងពី start រហូតដល់ ready ចុងក្រោយយើងរើឧទាហរណ៍តាក់ទង MySQL check ដើម្បីឆែកតាមមាន table ណាខ្លះដែលមានបញ្ហាឬcurrent ដែលអត់ចឹងមានថាយើងប្រើវិធីនេះដើម្បីផ្ទៀងផ្ទាត់ថា database ទាំងអស់មាននៅក្នុងប្រព័ន្ធមាននៅក្នុង system របស់យើងអត់នៅពេលដែលលទ្ធផលចេញថា OK ទាំងអស់មានថា database យើងនៅអាចប្រើការមកថាវាមានបញ្ហាចោតណាមួយទេអញ្ចឹងអាកន្លែងចំណុចអស់ហ្នឹងវាពិតជាសំខាន់មែនទែនដែលវាប្រតិគ្នាមករហូតដូចតាំងពីការ check storage របស់ហ្នឹងគឺវាមានប្រើប្រាស់គ្នារហូតសួស្តីថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពី command line របៀបឆែកមើលអត្តសញ្ញាណទូទៅ host name CLI អញ្ចឹងterminal អូខេយើងវាយមក host name ctl អូខេវាចេញមកឆែកមើលហើយយើងចំពោះកន្លែងនេះដែរយើងឆែកមើលវាកំណែតម្រងលម្អិតតទៅវាបញ្ជា catch /tds release នោះមានថាមានទី2ចង់ដឹងច្បាស់ថាតើ OS របស់យើងនឹងយើងប្រើ version ប្រមាណយើង make sure ថា send OS stream នេះគឺ Ubuntu ជាដើមដើម្បីប្រើអា command line បែបហ្នឹងនឹងវាបង្ហាញនឹងព័ត៌មានលម្អិតដែរអញ្ចឹងយើងវាយមកផ្សេងអូខេចូលចាំតិចណាយើង take time តិចអូខេបន្ទាប់មកជាចុងក្រោយនេះគឺយើងប្រើ command line មួយនេះ uname -.a ដើម្បីឆែកមើល kernel ថារបស់ Linux ដើម្បីមើលសួរថាវា security ឬក៏យើងអាចតម្លើងឬ driver ពីយ៉ាងទៅផ្សេងៗចឹងទៅអញ្ចឹងកន្លែងនេះយើងធ្វើការវា command line នឹងមកចំណុចបន្ទាប់យើងធ្វើការអីគេ network configuration ទី1យើងត្រូវការវា command line IP address ហ្នឹងហើយធ្វើការ clear តបមកយើងត្រូវការជាចុងក្រោយនេះយើងត្រូវការកំណត់នៅ configuration យើងត្រូវតេស្តប្រើទៅកាន់អីគេយើងពេញហ្នឹងទៅកាន់ Google DNS ប្រសិនបើវាមានការឆ្លើយតប reply ត្រឡប់មកវិញមានន័យថា network របស់យើងដំណើរការវា working stable នេះយើងពេញទៅកាន់ DNS របស់ Google មកហើយកន្លែងនេះដែរយើងធ្វើការតិចតិចយើងឆែកមើលថា interface របស់យើងអា EN3 ហ្នឹងថាវាមានឬអត់ easy ឬអត់ឈ្មោះ mail របស់អញ្ចឹង service យើងអត់ទាន់មានតែយើងធ្វើការតម្លើងវាសិនត្រង់ចំណុចដែរទៅដល់ពេលយើង connect ទៅកាន់ENS 160ទៅបានជោគជ័យហើយយើងធ្វើការ test verification ពេញទៅកាន់គេ .c 4.3.3.8បន្ទាប់មកយើង config វាយើង test មើលប្រើទៅពេញទៅកាន់ Google DNS បើសិនបើវាមានការឆ្លើយតប
lọt bóng với mình đây network dưới tụi bạn chụp chạy chỉ là poចំណុចនេះដែរយើងធ្វើការពិនិត្យមើល port អញ្ចឹងយើងប្រើ command line គេ sudo ss.ip មានថា mail server ពួកគាត់ថា mail server យើងគឺ port ដូចគ្នាដូចជា25 https 143// អញ្ចឹងទៅ193បន្តមកទៀតដែរយើងធ្វើការពិនិត្យនៅ DNS ឬក៏ route ផ្លូវចេញនាំ data ចេញហ្នឹងយើងប្រើ command line គេ /ats result.config តមកទៅយើងធ្វើការឆែក result config ហើយយើងឆែកចំណែក IP route ដើម្បីពិនិត្យមក gateway ផ្លូវធំដើម្បីចេញក្រៅអ៊ីនធឺណិតនេះហ្នឹងទៅកន្លែងហ្នឹងគឺសំខាន់ហើយយើងនៅត្រង់ចំណុចដែរយើងធ្វើការបំពាក់នៅប្រព័ន្ធការពារ security យើងបើក firewall យើង make sure ថា system របស់យើងធ្វើនេះគឺ security យើងអាចសម័យថាបើ server របស់យើងដូចជាផ្ទះមួយចឹងយើងមានថា firewall.cmd.list on ហ្នឹងគឺដូចជាការដើរទៅពិនិត្យមើលរាល់រាយការណ៍សន្តិសុខដូចជា port ដូចជា service នៅតំបន់ណាខ្លះអនុញ្ញាតឲ្យចូលឬមិនចូលឲ្យចូលចឹងទៅបែបហ្នឹងហើយតើរបងការពាររបស់យើងកំពុងដំណើរការផ្លូវណាខ្លះហ្នឹងគឺ interface ហើយឡើយនេះយើងត្រូវការ digitinsimport.com អមមកចំណុចបន្តទៀតយើងធ្វើការឆែកមើលអត្តសញ្ញាណទូទៅដូចជាវាជា command line host name CTL ក្នុង terminal កន្លែងនេះដែរចាំមានថាយើងមានឆែកប្រព័ន្ធ OS របស់យើងប្រភេទ architecture ដូចជា hardware ផងដែរកន្លែងហ្នឹង host name យើងសម្រៀងបានថាឆែកមើលតម្រងអញ្ចឹងចេញមកជា detail ឲ្យយើងមើលមានអីខ្លះចឹងទៅហើយយើងធ្វើការវា command line តទៀតដែលមួយគឺកែតម្រង់ទៅលើលំអិតទៅនឹង cache/ete os release មានន័យថាយើងចង់ដឹងថាតើ OS របស់យើងហ្នឹងវា version ប្រមាណប្រកបដូចជា cache OS stream ឬក៏ Ubuntu ជាដើមដើម្បីយើងមានថាព័ត៌មានលម្អិតទូទៅដើម្បីលំដាប់ software ផ្សេងៗទៅតាម version ចឹងទៅកន្លែងហ្នឹងគឺសំខាន់វាការវាយ release អូខេអញ្ចឹងវាអត់ទាន់ no site file directory យើងធ្វើការ navigate ទៅកាន់ត្រូវនឹង directory របស់យើងអញ្ចឹងយើង copy paste ចូលមកអូខេហើយនៅ system របស់យើងគេបញ្ជា uname.a អញ្ចឹងគឺប្រើឆែកទៅមើល kernel ដូចអាហ្នឹងដូចជាបេះដូងរបស់ Linux អញ្ចឹងសំខាន់សម្រាប់ដោះស្រាយបញ្ហានៅ security ដំឡើង driver អញ្ចឹងទៅហើយបន្តនេះដែរយើងត្រូវការដំឡើង mail server គឺវាជាចំណុចសំខាន់ណាស់ក្នុងការ system របស់យើងឲ្យដើរស្រួលអញ្ចឹងយើងប្រើគេ system DTL starter profile ដើម្បីដំឡើងទៅលើ mail server បន្ទាប់ពីយើងបាន configuration នេះរួចហើយមិញហ្នឹងមាន DB code នេះមានន័យថាអ្នកទទួលបែងចែកសារ mail ហ្នឹងទៅកន្លែងហ្នឹងអូខេយើង pass ចូលមកនេះគឺជាអ្នកទទួលមានសារសម្បត្តិក្នុងប្រអប់វាអនុញ្ញាតយើងមើល email ដូចជា iPass ឬក៏ POP3 ហ្នឹងនៅក្នុងគេ Round Dash Round Cup ឬក៏ Outlook អញ្ចឹងទៅបែបអញ្ចឹងទៅតឡើយយើងធ្វើការរងចាំវិញទៅកន្លែងនេះយើងធ្វើការឆែកមើល mail server យើងត្រូវប្រកាសថា mail យើងធ្វើ port ទាំងអស់នឹងធ្វើការបើកសម្រាប់ទទួលបាន mail ឬក៏ផ្ញើសារ mail អញ្ចឹងទៅណែនេះហើយលេខនេះដែរយើងធ្វើ config តិចតួចយើងផាសវាចូលទៅ lock មើលតើវាបាន track អីចឹងទៅយើងទៅកាន់គេដាក់ deploy អញ្ចឹងទៅអូខេចំណុចយើងធ្វើបានបញ្ចប់ហើយអរគុណច្រើនហើយជាកញ្ចុងក្រោយខ្ញុំបានស៊ីមរតនាតំណាងឲ្យក្រុមទាំងមូលសូមខន្តីអភ័យទោសបើសិនជាការបញ្ចូលសម្លេងឬក៏ voice over ណាមួយដែលមានសម្លេងរំខានឬក៏មានការខុសប្រកអីណាមួយសូមលោកគ្រូហើយនិងអ្នកទាំងអស់គ្នាអធិស្ឋានផងដោយសារតែទីមួយយើងមានបញ្ហាអ៊ីនធឺណិត slow រៀងបន្តិចហើយទីពីរយើងមិនអាច meeting យើងប្រើ
ការ voice record ម្ដងម្នាក់អញ្ចឹងវាអាចធ្វើឲ្យកន្លែងខ្លះវាមានអក្ខរាវិរុទ្ធអត់ល្អអញ្ចឹងសូមលោកគ្រូខាងតែពេកទៅផងហើយនឹងជូនពរលោកគ្រូហើយនឹងអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះផងដែរអញ្ចឹងខ្ញុំបាទទាំង4នាក់សូមលំអរកាយគោរពជំរាបលានិងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់